ឆ្នាំខែថ្ងៃមិនឃើញប្រថ្លៃរងចាំនិស័យលុះថ្ងៃអវសានទំនួញត្រខ្មៅញើសខ្សែទាំងបីតាំងខ្មៅតាំងវៃលីតាំងផ្នែកស្រីអាភ័ព្វអង្គអើចិនតាស្នេហាសមនំជាត្រង់ឆ្លាក់ចូលជីវិតកាលគេកាយផ្លូវរស់នៅចិនគ្នាចានពៀនកាស្លាអំបានថាគ្រារិនរស្មីភ្លើងទៀនត្រមានដួងច័ន្ទឲ្យកាន់អានន្ទមេតានៅឈើស្នាមក្តាន់ជួបជុំឆ្លងមកស្នាមខំមកក្រឡៅបោះត្រាអូក្ដីសង្ឃឹមចាញ់ចាំកូនខ្លាថាភ័យបែបប្រកាច្រើនក្បនវាសនាឲ្យខ្សែពីមួយថ្ងៃទៅមួយថ្ងៃសមត្ថភាពនៃការបកស្រាយបទចម្រៀងរបស់ប្អូនស្រីចាំងច័ន្ទរាវតីកាន់តែវិវត្តល្អឡើងពីមួយកម្រិតទៅមួយកម្រិតថ្មីនេះផងដែរយោងទៅតាមកិច្ចសម្ភាសន៍មួយរវាងបងប្រុសជាតិខេមរាក្នុងនោះបងប្រុសមាសជីវ៉ាដែលប្រិយមិត្តជាច្រើនធ្លាប់បានស្គាល់គាត់រួចមកហើយថាជាអ្នកនិពន្ធទំនុកច្រៀងនិងបទភ្លេងហើយបងប្រុសក៏ជាម្ចាស់ស្ទូឌីយោមួយផងដែរបានបញ្ចេញមតិនិងចំណាប់អារម្មណ៍ក៏ដូចជាបានផ្ដល់នៅបច្ចេកទេសនៅក្នុងការច្រៀងទៅកាន់ប្អូនស្រីចាំងច័ន្ទរាវតីដោយផ្ទាល់ផងដែរគ្រូដែលសំខាន់ជាងគេគឺកាសែតសម័យមុនគឺគ្រូកាសែតប៉ុន្តែបើសម័យនេះ YouTube ដែលយើងចង់ស្ដាប់បទអីយើងវាយស្រាវជ្រាវទៅលើបទហ្នឹងទៅហើយយើងវឹកហាត់ទៅតាមម្ចាស់ដើមអាហ្នឹងជាចំណុចទី1ដែលយើងព្យាយាមវឹកហាត់សម្លេងហើយចំណុចទី2គឺយើងដើម្បីចូលខ្លួនឲ្យបានជាតារាចម្រៀងដែលមានថ្វីដៃហើយមានគេឈ្មោះកាន់តែល្អយើងត្រូវដុសខាត់ខ្លួនឯងស្រាវជ្រាវរកអ្វីដែលជារបស់ខ្លួនយើងដូចជា style still សម្លេងអឺនអីហ្នឹងគឺយើងព្យាយាមធ្វើយ៉ាងណាកុំឲ្យដូចពេកណាមិនមែនថាមិនឲ្យដូចទេគាត់ណាកាលណាដូចពេកល្បីតែម្ចាស់ដើមទេប៉ុន្តែបើយើងសម្លេងដូចហើយយើងព្យាយាមរកអ្វីដែលខុសពីម្ចាស់ដើមទៀតគឺរឹតតែល្អបាទមិនថាលោកគ្រូស៊ិនស៊ីសមុទ្រឬក៏អ្នកគ្រូរស់សេរីធាគាត់ល្អប៉ុណ្ណឹងហើយយើងជំនាន់ក្រោយយើងខំប្រឹងធ្វើឲ្យល្អកុំឲ្យគេថាបើមិនបានប្រហែលគ្រូឲ្យបានស្មើគ្រូអត់ទេបើមិនបានប្រហែលគ្រូឲ្យលើសគ្រូប៉ុន្តែយើងកុំបំពេញគ្រូអញ្ចឹងហ្នឹងហើយមានអីណែនាំទេគ្រាន់តែជាការណែនាំទៅលើការវឹកហាត់សម្លេងតិចតួចអីចឹងហើយព្យាយាមស្រែកហើយព្យាយាមបើមានលោកគ្រូភ្លេងអីនៅចិត្តអីយើងអាសាសួរគាត់ទៅរបៀបរបបនៃការហាត់ពុតសម្លេងទៅតាមណោតអញ្ចឹងយើងត្រូវធ្វើដូចម៉េចឲ្យចាំប៉ាមានលេខទូរស័ព្ទជាមួយខ្ញុំហើយចាំតំណងតាម Telegram អញ្ចឹងខ្ញុំអាចដាក់ជាមេរៀនខ្លះសម្រាប់ហាត់ច្រៀងអីបានតិចតួចខ្ញុំក៏អត់ចេះច្រើនដែរចេះតិចតួចអ្វីដែលចេះហ្នឹងគឺបទពិសោធន៍ទេថ្ងៃហ្នឹងឆ្លងកាត់ការច្រៀងក៏ដូចជាសិល្បៈហ្នឹងចូល20ឆ្នាំជាងហើយអញ្ចឹងការវើនជាមួយនឹងសាលាជាមួយនឹងគ្រូនោះគឺស្ដួយស្ដាងបំផុតអ្វីដែលជាចំណេះដឹងដែលយើងបានមកនោះគឺបទពិសោធន៍ដែលយើងឆ្លងកាត់ហើយនឹងយើងបានជួបប្រទះតាំងពីខុសហើយនឹងត្រូវអញ្ចឹងដែលយើងខុសបានយើងអាចរកត្រូវឃើញដូចយើងថតថ្ងៃហ្នឹងអញ្ចឹងយើងថតថ្ងៃហ្នឹងឃើញហេតុអីបានមានកន្លែងជួសមកពីខុសយើងច្រៀងខុសបានយើង
ច្រៀងជួសអញ្ចឹងក៏ចំណុចដែលជួសហ្នឹងហើយគឺជាខុសហើយចំណុចដែលជួសហើយលែងជួសទៀតហ្នឹងគឺជាចំណុចដែលយើងរកត្រូវឃើញ បាទទាំងអស់នេះគឺជាការបញ្ចេញមតិយល់ឃើញក៏ដូចជាបំពេញបន្ថែមនៅចំណុចខ្វះខាតរបស់បងអូនស្រីចាងចន្ទរាវតីពីសំណាក់បងប្រុសមេជីវ៉ាសង្ឃឹមថានេះគឺជាដើមទុនមួយដ៏សំខាន់របស់បងអូនស្រីចាងចន្ទរាវតីដើម្បីបន្តដំណើរក្តីស្រមៃរបស់ខ្លួននៅក្នុងវិថីសិល្បៈហើយក៏សង្ឃឹមថាបងអូនស្រីនឹងទទួលបានឱកាសការងារល្អៗបន្ថែមទៀតពីសំណាក់បណ្ដាផលិតករក៏ដូចជាម្ចាស់កម្មវិធីផ្សេងៗទៀតដើម្បីឲ្យបងអូនស្រីកាន់តែបញ្ចេញសមត្ថភាពដែលបងអូនស្រីមានឲ្យកាន់តែទូលំទូលាយទៅកាន់ប្រិយមិត្តទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសបន្តទៀតសូមអរគុណប្រិយមិត្ត